ហេតុអ្វីបានជាប្រទេសចិននិងជប៉ុនមិនអាចផ្អែមល្ហែមនឹងគ្នាបានជាការពិតណាស់ទំនាក់ទំនងរវាងចិននិងជប៉ុនគឺជាទំនាក់ទំនងមួយដែលស្មុគស្មាញនិងមានភាពតានតឹងខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីបូព៌ាដែលពោរពេញទៅដោយការប្រទាក់ក្រឡាគ្នារវាងការច្រណែនផ្នែកសេដ្ឋកិច្ចការប្រកួតប្រជែងឥទ្ធិពលនៅក្នុងតំបន់និងជាពិសេសគឺស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់ដែលមិនទាន់ជាសះស្បើយនៅឡើយទំនាក់ទំនងនេះមិនមែនគ្រាន់តែជាបញ្ហាថ្មីនោះទេប៉ុន្តែវាត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំមកហើយដើម្បីយល់ពីប្រវត្តិសាស្ត្រដែលប្រទេសទាំងពីរនេះពិបាកនឹងត្រូវរើគ្នាយ៉ាងពិតប្រាកដយើងត្រូវក្រឡេកមើលឫសគល់បញ្ហានៃទំនាក់ទំនងរបស់ពួកគេជាមុនសិនដោយទីមួយនោះគឺប្រវត្តិដ៏ជូរចត់ពីអតីតកាលជាយូរលង់ណាស់មកហើយនៅក្នុងសម័យថាងនិងសុងចិនគឺជាប្រភពនៃអរិយធម៌ដ៏ធំមួយហើយទំនាក់ទំនងរវាងចិននិងជប៉ុននេះបានចាប់ផ្ដើមឡើងក្នុងលក្ខណៈជាអ្នកផ្ដល់និងជាអ្នកទទួលចិនដែលជាមជ្ឈមណ្ឌលនៃអរិយធម៌អាស៊ីបានបោះពង្រាយឥទ្ធិពលវប្បធម៌យ៉ាងខ្លាំងទៅលើជប៉ុនតាមរយៈការនាំចូលព្រះពុទ្ធសាសនាប្រព័ន្ធអក្សរការគ្រប់គ្រងរដ្ឋបាលនិងស្ថាបត្យកម្មដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមជប៉ុនភាពស្និទ្ធស្នាលខាងវប្បធម៌នេះបានបន្តអស់រយៈពេលរាប់ពាន់ឆ្នាំហើយជប៉ុនបានអភិវឌ្ឍមរតកវប្បធម៌ទាំងនេះដោយបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនមួយដាច់ដោយឡែកពីគ្នាជួនកាលក៏មានការប៉ះទង្គិចគ្នាទៅលើបញ្ហាឧបទ្វីបកូរ៉េប៉ុន្តែវាមិនបានធ្វើឲ្យចំណងវប្បធម៌នេះដាច់រលត់ឡើយប៉ុន្តែចំណុចរបត់ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងសតវត្សទី19គឺនៅពេលដែលប្រទេសអាស៊ីទាំងពីរត្រូវប្រឈមមុខទៅនឹងឥទ្ធិពលឈ្លានពានរបស់លោកខាងលិចខណៈដែលចិននៅក្រោមរាជវង្សឈីងបានបរាជ័យនៅក្នុងការធ្វើទំនើបកម្មនិងត្រូវធ្លាក់ក្នុងភាពអន់ថយរីឯជប៉ុនបានឆ្លើយតបដោយកំណែទម្រង់ Meiji Restoration ដ៏អស្ចារ្យកំណែទម្រង់នេះបានធ្វើឲ្យជប៉ុនក្លាយទៅជាមហាអំណាចឧស្សាហកម្មនិងយោធាដ៏ទំនើបនៅក្នុងរយៈពេលដ៏ខ្លីដែលធ្វើឲ្យជប៉ុនមានអារម្មណ៍ថាខ្លួនមិនត្រឹមតែស្មើមុខស្មើមាត់ជាមួយនឹងអឺរ៉ុបប៉ុណ្ណោះទេតែថែមទាំងត្រូវមានតួនាទីជាអ្នកដឹកនាំអាស៊ីទៀតផងភាពផ្ទុយគ្នានៃជោគវាសនានេះបានជំរុញឲ្យជប៉ុនចាប់ផ្ដើមគោលនយោបាយឈ្លានពានទៅលើអ្នកជិតខាងរបស់ខ្លួនហើយភាពតានតឹងបានឈានទៅដល់កម្រិតគឺនៅពេលដែលជប៉ុនកំចាត់ចិនយ៉ាងដាច់ណាត់នៅក្នុងសង្គ្រាមលើកទី1របស់ចិននិងជប៉ុននៅក្នុងឆ្នាំ1894ដល់ឆ្នាំ1895ជ័យជំនះរបស់ជប៉ុនបានធ្វើឲ្យរាជវង្សឈិងរបស់ចិនចុះខ្សោយយ៉ាងខ្លាំងហើយចិនត្រូវបានបង្ខំឲ្យចុះហត្ថលេខាទៅលើសន្ធិសញ្ញាស៊ីម៉ាណូសេគីដែលត្រូវបានប្រគល់តៃវ៉ាន់និងទទួលស្គាល់ឯករាជ្យរបស់កូរ៉េដែលក្រោយមកត្រូវបានជប៉ុនកាត់យកព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវរបួសដ៏ធំធេងនិងការឈឺចាប់ដែលចិនយល់ថាជាយុគសម័យដ៏អាម៉ាស់មួយស្ថិតនៅត្រង់ប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់កងទ័ពចក្រពត្តិជប៉ុនទៅលើប្រទេសចិនចាប់ពីឆ្នាំ1931រហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2នៅក្នុងឆ្នាំ1945កងទ័ពជប៉ុនបានរួលទៅមុខយ៉ាងលឿនកាន់កាប់ទីក្រុងធំៗនិងតំបន់ឧស្សាហកម្មសំខាន់ៗរបស់ចិនដូច្នេះហើយជប៉ុនក៏បានបង្កើតរដ្ឋអាយ៉ងជាច្រើននៅក្នុងគោលបំណងត្រួតត្រាធនធាននិងកម្លាំងពលកម្មរបស់ចិនដើម្បីបម្រើផលប្រយោជន៍របស់ខ្លួននេះគឺជាសម័យកាលដ៏ខ្មៅងងឹតដែលបានចាក់ឫសយ៉ាងជ្រៅនៃការឈឺចាប់បំផុតរបស់ប្រជាជនចិននៅក្នុងអំឡុងពេលនៃការកាន់កាប់របស់កងទ័ពជប៉ុននៅទូទាំងប្រទេសចិនរាប់ចាប់ពីម៉ាន់ជូរីរហូតដល់តំបន់ឆ្នេរសមុទ្រភាគខាងត្បូងអំពើឃោរឃៅត្រូវបានប្រព្រឹត្តឡើងជាប្រព័ន្ធជប៉ុនបានប្រព្រឹត្តមកលើប្រជាជនចិនគឺមិនអាចទទួលយកបានឡើយជាក់ស្ដែងបន្ទាប់ពីការកាន់កាប់ទីក្រុងណានជីងនៅចុងឆ្នាំ1937នេះមិនមែនគ្រាន់តែជាការប្រយុទ្ធគ្នាប៉ុណ្ណោះទេតែវាគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដ៏ធំមួយក
កងទ័ពជប៉ុនបានធ្វើការសម្លាប់រង្គាលដែលបានសម្លាប់ជនស៊ីវិលនិងទាហានដែលសុំចុះចាញ់លើសពីនេះទៅទៀតកងទ័ពជប៉ុនក៏មានអង្គភាពមួយឈ្មោះថា731ដែលជាអង្គភាពសម្ងាត់ធ្វើការពិសោធន៍ដ៏អមនុស្សធម៌ទៅលើមនុស្សរួមទាំងការធ្វើតេស្តអាវុធគីមីនិងជីវសាស្ត្រដែលបានបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើនរួមទាំងប្រើប្រាស់ស្ត្រីរាប់សិបពាន់នាក់ជាទាសករផ្លូវភេទសម្រាប់ទាហានជប៉ុនក្រុមឈ្មោះថា Comfort Women ហើយជាលទ្ធផលសង្គ្រាមនេះបានបណ្ដាលឲ្យជនស៊ីវិលនិងយោធិនចិនស្លាប់បាត់បង់ជីវិតជាង20លាននាក់ដែលគឺជាការបាត់បង់ដ៏ធំធេងបំផុតនៅក្នុងប្រវត្តិសាស្ត្រសម្រាប់ចិនការជួយចាប់ដែលបន្សល់ទុកពីសង្គ្រាមនេះត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណជាតិនិងជាការអប់រំស្នេហាជាតិឥតឈប់ឈរនេះមានន័យថាភាពតានតឹងជាមួយនឹងជប៉ុនមិនមែនគ្រាន់តែជាបញ្ហានយោបាយបច្ចុប្បន្នទេប៉ុន្តែជាបន្ទុកនៃប្រវត្តិសាស្ត្រដែលតែងតែអាចផ្ទុះឡើងបានរាល់ពេលដែលមានការរំលឹកនិងការបង្កហេតុណាមួយទី2ភាពបរាជ័យនៅក្នុងការផ្សះផ្សានិងចំណុចក្តៅនៃវិវាទទោះជាយ៉ាងណានៅទីបំផុតជប៉ុនបានប្រកាសចុះចាញ់សង្គ្រាមនៅឆ្នាំ1945ប៉ុន្តែការចងចាំនៃការឈ្លានពាននិងអំពើឃោរឃៅរបស់ជប៉ុននៅតែជារឿងរសើបនិងជាស្នាមរបួសដ៏ធំធេងសម្រាប់ប្រជាជនចិនទោះបីជាទំនាក់ទំនងការទូតត្រូវបានស្ដារឡើងវិញជាផ្លូវការនៅក្នុងឆ្នាំ1972ក៏ដោយភាគីទាំងពីរបានបរាជ័យនៅក្នុងការដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឲ្យបានដាច់ស្រេចដែលធ្វើឲ្យការបន្ទុកចិត្តគ្នាក្លាយទៅជាគម្លាតដ៏ធំនៅក្នុងទំនាក់ទំនងនយោបាយបញ្ហាសំខាន់បំផុតនោះគឺរបៀបដែលជប៉ុនដោះស្រាយជាមួយនឹងការសេសសល់ក្រោយសង្គ្រាមសម្រាប់ប្រទេសចិនការសុំទោសជាផ្លូវការដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីជប៉ុននិងប្រជាអធិរាជនៅតាមពេលវេលាផ្សេងៗត្រូវបានចាត់ទុកថាមិនគ្រប់គ្រាន់ឬមិនមានភាពស្មោះត្រង់ត្បិតថាវាត្រូវបានធ្វើឡើងដោយមានភាពស្ទាក់ស្ទើរហើយត្រូវបានលុបបំបាត់ចោលស្ទើរតែភ្លាមៗដោយសារតែសកម្មភាពផ្ទុយគ្នាបញ្ហាសំខាន់ៗដែលបង្កឲ្យមានភាពតានតឹងឥតឈប់ឈរនោះគឺដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជប៉ុនទៅកាន់ទីសក្ការៈបូជាឈ្មោះថាយ៉ាស៊ូគូនីដែលជាទីសក្ការៈបូជាតម្កល់វិញ្ញាណក្ខន្ធទាហានជប៉ុនដែលបានស្លាប់នៅក្នុងការបម្រើជាតិប៉ុន្តែជាអកុសលវាក៏បានរួមបញ្ចូលទាំងឈ្មោះរបស់មេដឹកនាំសង្គ្រាមលំដាប់ A ចំនួន14នាក់ដែលត្រូវបានកាត់ទោសដោយតុលាការអន្តរជាតិក្រោយសង្គ្រាមផងដែររៀងរាល់ពេលដែលនាយករដ្ឋមន្ត្រីជប៉ុនទៅទស្សនាទីនោះចិនចាត់ទុកវាគឺជាការមើលងាយដល់ជនរងគ្រោះនៃសង្គ្រាមនិងជាការបដិសេធមិនទទួលខុសត្រូវទៅលើឧក្រិដ្ឋកម្មសង្គ្រាមនេះក៏ធ្វើឲ្យទំនាក់ទំនងនយោបាយធ្លាក់ចុះត្រជាក់ស្រេបភ្លាមៗក្រៅពីនេះទៅទៀតការរៀបចំសៀវភៅសិក្សាប្រវត្តិសាស្ត្រជប៉ុនក៏ត្រូវបានចិនរិះគន់ឥតឈប់ឈរផងដែរក្រុមអ្នកអភិរក្សជប៉ុនមួយចំនួនបានព្យាយាមកែប្រែឬលុបចោលនៅការពិពណ៌នាអំពីឧក្រិដ្ឋកម្មសង្គ្រាមមួយចំនួនដូចជាការសម្លាប់រង្គាលនៅណានជីងឬបញ្ហាទាសករផ្លូវភេទដែលធ្វើឲ្យប្រជាជនចិនមានអារម្មណ៍ថាជប៉ុនកំពុងព្យាយាមលាងជម្រះប្រវត្តិសាស្ត្ររបស់ខ្លួនភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងការបកស្រាយអតីតកាលនេះបានបង្កើតជាគម្លាតដ៏ធំរវាងជំនាន់បច្ចុប្បន្ននៃប្រទេសទាំងពីរទី3គឺជម្លោះដែនដីនិងមហិច្ឆតានយោបាយក្រៅពីបញ្ហាប្រវត្តិសាស្ត្រក៏មានជម្លោះព្រំដែននយោបាយដែលកំពុងតែកើតឡើងយ៉ាងស្រួយស្រាវផងដែរជាពិសេសនោះគឺជម្លោះលើប្រជុំកោះតូចមួយនៅក្នុងសមុទ្រចិនខាងកើតដែលជប៉ុនហៅថាសេនកាគូហើយចិនហៅថាដោយូកោះដែលគ្មានមនុស្សរស់នៅនេះក៏មានសារៈសំខាន់ខ្លាំងទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចព្រោះមានទីតាំងយុទ្ធសាស្ត្រនិងអាចមានធនធានប្រេងនិងឧស្ម័ននៅខាងក្រោមបាតសមុទ្រភាគីទាំងពីរសិតតែអះអាងថាកោះនេះជាកម្មសិទ្ធិរបស់ខ្លួនតាំងពីយូរយារណាស់មកហើយជប៉ុនបានគ្រប់គ្រងកោះនេះតាំងពីឆ្នាំ1895រហូតមកដល់បច្ចុប្បន្នចំណែកឯចិនវិញទាមទារថា
ជប៉ុនបានយកកោះនេះដោយខុសច្បាប់ក្រោយសង្គ្រាមលោកលើកទី2ចំនួននេះបណ្ដាលឲ្យមានការប្រឈមមុខដាក់គ្នារវាងនាវាល្បាតឆ្នេរសមុទ្ររបស់ប្រទេសទាំងពីរជាញឹកញាប់ដែលជាប្រភពនៃភាពតានតឹងដ៏គ្រោះថ្នាក់មួយដែលអាចបង្កឲ្យមានការប៉ះពាល់គ្នាយ៉ាងចៃដន្យគ្រប់ពេលវេលាទី4គឺការប្រកួតប្រជែងជាមហាអំណាចតំបន់និងតួនាទីជាសកលកាលពីសម័យសង្គ្រាមត្រជាក់ជប៉ុនដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចកំពូលនៅក្នុងតំបន់និងជាបង្គោលការពារលទ្ធិប្រជាធិបតេយ្យរីឯចិនវិញគឺនៅតែជាប្រទេសដែលកំពុងអភិវឌ្ឍតែសប្តាហ៍ថ្ងៃនេះស្ថានភាពបានផ្លាស់ប្ដូរទាំងស្រុងចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី2ហើយកំពុងប្រឹងប្រែងឲ្យខ្លាំងក្លាដើម្បីក្លាយទៅជាមហាអំណាចយោធានិងនយោបាយឈានមុខគេរបស់ពិភពលោកជំនួសតួនាទីរបស់សហរដ្ឋអាមេរិកក្នុងបរិបទនេះជប៉ុនត្រូវបានចិនមើលឃើញថាជាឧបសគ្គមួយនៅក្នុងការសម្រេចចិត្តនៅមហិច្ឆតាឡើងកាន់អំណាចរបស់ខ្លួនព្រោះជប៉ុននៅតែជាសេដ្ឋកិច្ចដ៏ធំនិងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅអាស៊ីម្យ៉ាងវិញទៀតចិនមិនចង់ឲ្យជប៉ុនក្លាយទៅជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៅអង្គការសហប្រជាជាតិឡើយចំណែកឯជប៉ុនវិញចាប់តាំងពីចុងសតវត្សទី20មកជប៉ុនបានចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការពង្រីកឥទ្ធិពលយោធារបស់ចិនជាពិសេសនៅសមុទ្រចិនខាងកើតនិងជុំវិញកោះតៃវ៉ាន់ជប៉ុនចាត់ទុកថាការកសាងសមត្ថភាពយោធារបស់ចិនគឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនដោយសារតែកោះតៃវ៉ាន់ស្ថិតនៅជិតដែនកោះភាគខាងត្បូងរបស់ជប៉ុនណាស់ជាក់ស្ដែងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនយោបាយជប៉ុនខ្លះបានលើកឡើងថាជម្លោះនៅកោះតៃវ៉ាន់គឺជាជម្លោះដែលគំរាមកំហែងដល់ស្ថិរភាពរបស់ជប៉ុននេះនាំឲ្យជប៉ុនត្រូវបង្កើនថវិកាយោធានិងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងសហរដ្ឋអាមេរិកថែមទៀតនិងទី5តថភាពនៅពេលបច្ចុប្បន្នគឺជាភាពតានតឹងជុំវិញតៃវ៉ាន់និងការបំបែកខ្លួនផ្នែកសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នទំនាក់ទំនងរវាងចិននិងជប៉ុនកំពុងស្ថិតនៅក្នុងភាពតានតឹងបំផុតមួយបញ្ហាកោះតៃវ៉ាន់បានក្លាយទៅជាប្រធានបទដ៏រសើបបំផុតនៅពេលណាក៏ដោយដែលចិនធ្វើសម្ពយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញតៃវ៉ាន់ដូចជាការបាញ់មីស៊ីលធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុនវារឹតតែបង្កើនភាពភ័យខ្លាចនិងជំរុញឲ្យជប៉ុនមានប្រតិកម្មយោធានិងនយោបាយកត្តាមួយទៀតគឺជាទំនាក់ទំនងសេដ្ឋកិច្ចចំណុចផ្ទុយគ្នាដ៏ធំបំផុតនៅក្នុងទំនាក់ទំនងទាំងមូលគឺការផ្ទុយគ្នារវាងនយោបាយនិងសេដ្ឋកិច្ចដែលជារឿយៗត្រូវបានគេហៅជាលក្ខណៈសេដ្ឋកិច្ចក្តៅនយោបាយត្រជាក់ថ្មីត្បិតតែមានការមិនទុកចិត្តគ្នាផ្នែកនយោបាយក៏ពិតមែនក៏ប្រទេសទាំងពីរពឹងផ្អែកគ្នាទៅវិញទៅមកទៅលើសេដ្ឋកិច្ចយ៉ាងខ្លាំងជប៉ុនបានវិនិយោគទុនយ៉ាងសន្ធឹកសន្ធាប់នៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនទសវត្សរ៍ហើយក្រុមហ៊ុនជប៉ុនជាច្រើនក៏បានប្រើប្រាស់ចិនជាមជ្ឈមណ្ឌលផលិតកម្មនិងទីផ្សារដ៏ធំរបស់ខ្លួនផងដែរការផ្លាស់ប្ដូរពាណិជ្ជកម្មនេះបានបង្កើតនូវផលប្រយោជន៍រួមដ៏ធំធេងដែលប្រទេសទាំងពីរពិបាកនឹងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំនេះដើរតួជាកត្តាទប់ស្កាត់ដ៏សំខាន់មួយដែលការពារមិនឲ្យភាពតានតឹងផ្នែកនយោបាយឈានទៅដល់កម្រិតដែលមិនអាចគ្រប់គ្រងបានប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្មីត្បិតតែចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុនក៏ពិតមែនក៏ប៉ុន្តែភាពតានតឹងផ្នែកនយោបាយក៏បានចាប់ផ្ដើមជះឥទ្ធិពលទៅលើសេដ្ឋកិច្ចផងដែរជប៉ុនបានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រការកាត់បន្ថយហានិភ័យឬការបំបែកខ្លួនផ្នែកសេដ្ឋកិច្ចដោយជំរុញឲ្យក្រុមហ៊ុនរបស់ខ្លួនដកខ្លួនចេញពីចិនឬស្វែងរកទីផ្សារផ្គត់ផ្គង់ជំនួសដើម្បីកុំឲ្យការរកស៊ីរបស់ពួកគេប្រឈមទៅនឹងហានិភ័យនៅពេលណាដែលទំនាក់ទំនងការទូតមានភាពល្អកកជាក់ស្ដែងការពីពេលថ្មីនេះចិនក៏ធ្លាប់បានប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួនដើម្បីសងសឹកទៅនឹងជប៉ុនដោយហាមឃាត់ការនាំចូលផលិតផលជប៉ុនឬប្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យទៅកំសាន្តនៅប្រទេសជប៉ុនសរុបមកវិញទំនាក់ទំនងរវាងចិននិងជប៉ុនគឺស្ថិតនៅចន្លោះនៃការបែងចែកនិងការពឹងពាក់គ្នាទៅវិញទៅមកពួកគេពឹងផ្អែកគ្នាទៅវិញទៅមកទៅលើផ្នែកសេដ្ឋកិច្ច
ប៉ុន្តែចែកផ្លូវគ្នាដាច់ស្រឡះទៅលើផ្នែកនយោបាយនិងប្រវត្តិសាស្ត្រភាពមិនផ្អែមល្ហែមនេះមិនមែនកើតឡើងពីដំណោះតូចតាចនោះទេដូច្នេះហើយទោះបីជាការពិតនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានទំហំធំដដែលក៏ដោយក៏ទំនាក់ទំនងរួមនៃមហាអំណាចអាស៊ីទាំងពីរនេះបានឈានទៅដល់ចំណុចដែលមានការប្រកួតប្រជែងថាមពលយុទ្ធសាស្ត្រនិងគំនុំប្រវត្តិសាស្ត្របានចូលមកជំនួសការទូតបែបស្ថាបនានៅក្នុងកម្រិតខ្ពស់ដរាបណាបញ្ហាតៃវ៉ាន់នៅតែជាបន្ទាត់ក្រហមសម្រាប់ចិនហើយដរាបណាជប៉ុនបន្តមើលឃើញអធិបតេយ្យភាពរបស់ខ្លួនត្រូវបានគំរាមកំហែងពីការកើនឡើងរបស់ចិននោះភាពផ្អែមល្ហែមពិតប្រាកដរវាងប្រទេសទាំងពីរនេះនៅតែជាក្តីសុបិនដ៏ឆ្ងាយនៅក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្នអរគុណសម្រាប់ការទស្សនាខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះហើយបើសិនជាមានកំហុសឆ្គងត្រង់កន្លែងណាមួយសូមខន្តីអភ័យទោសផងចា៎ជួបគ្នានៅវីដេអូក្រោយជម្រាបលា